សូមគោរពក៏ដូចជាជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូដែលជាសាស្ត្រាចារ្យនៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនជំនាន់2រួមទាំងលោកគ្រូអ្នកគ្រូសិក្សារួមជំនាន់ទាំងអស់ថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញទាក់ទងនឹងមុខវិជ្ជាអរិយធម៌មុខម្ហូបការជ្រើសរើសមុខម្ហូបទៅតាមតំបន់នេះខ្ញុំជ្រើសរើសយកមុខម្ហូបត្រីចៀនចួនមកធ្វើបទបង្ហាញត្រីចៀនចួនគឺជាមុខម្ហូបមួយប្រភេទដែលជានិកាយនិយមរបស់ជនជាតិខ្មែរចំពោះបទបង្ហាញនេះគឺបទបង្ហាញទៅលើ4ផ្នែកទី1គឺភាពទូទៅនៃមុខម្ហូបត្រីចៀនចួនទី2គឺគ្រឿងផ្សំទី3គឺវិធីធ្វើហើយទី4គឺរសជាតិរបស់ត្រីចៀនចួនចំណុចទី1ត្រីចៀនចួនគឺជាមុខម្ហូបមួយប្រភេទដែលជាការនិយមរបស់ជនជាតិដែលយើងអាចបរិភោគជាមួយបាយក៏បានដែលយើងអាចបរិភោគជាមួយបបរក៏បានចូលដល់ចំណុចទី2គឺគ្រឿងផ្សំអញ្ចឹងគ្រឿងផ្សំរបស់ត្រីចៀនចួនមានអញ្ចឹងត្រីដែលយើងអាចជ្រើសរើសបានក្រៅខ្ញុំជ្រើសរើសត្រីចាបតែយើងក៏អាចជ្រើសរើសត្រីប្រភេទផ្សេងទៀតដូចជាត្រីក្រហមត្រីអណ្ដែងឬក៏ត្រីទូកត្រីសណ្តែកក៏បានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកធ្វើគ្រឿងផ្សំបន្តទៀតមានដូចជាស្ករម្សៅស៊ុបប៊ីចេងអំបិលបន្តិចខ្ទឹមសប្រេងឆាឬមួយក៏ខ្លាញ់ខ្ញីសៀងយើងអាចជ្រើសរើសសៀងប្រៃក៏បានសៀងផ្អែមក៏បានហើយនេះគឺទឹកត្រីបន្តិចក្រោយពីយើងសិក្សាទាក់ទងនឹងគ្រឿងផ្សំចំណុចទី2គឺយើងចូលដល់របៀបក្នុងការធ្វើត្រីចៀនចួនរបៀបធ្វើត្រីចៀនចួនដំបូងគឺយើងដាក់ខ្ទះនៅលើភ្លើងឲ្យក្តៅបន្តមកយើងចាក់ប្រេងឆាចូលដាក់ប្រេងឆាឬមួយក៏ខ្លាញ់នោះឲ្យក្តៅពុះល្អយើងរោយអំបិលបន្តិចដើម្បីឲ្យបំពងត្រីទៅត្រីនោះស្រួយនិងមិនជាប់ខ្ទះឆាក្តៅហើយយើងក៏ដាក់ត្រីបំពងពីដាក់បំពងរួចខ្ញុំមានចក្រានទៀតអញ្ចឹងខ្ញុំអាចបំពងខ្ញីស្រោបជាមួយនឹងពេលដែលខ្ញុំបំពងត្រីទឹកខ្ញីរបស់យើងបំពងបានស្រួយស្រពាប់ហើយយើងទុកមួយថ្ងៃសិនយើងបានមកមើលត្រីរបស់យើងវិញយើងត្រូវបំពងត្រីនេះឲ្យបានស្រួយល្អឲ្យសព្វប្រែដោយឲ្យថ្នមកុំឲ្យបែកសាច់ត្រីបន្តមកទៀតយើងដួសត្រីដែលយើងបំពងរួចហ្នឹងយើងដួសទុកសិនយើងលាងសម្អាតខ្ទះឲ្យស្អាតហើយយើងដាក់បំពងខ្ទឹមបន្តមកទៀតយើងចាក់សៀងចូលដាក់អំបិលបន្តិចអំបិលដាក់ម្សៅស៊ុបឬក៏ប៊ីចេងចាក់ទឹកត្រីចូលអញ្ចឹងយើងដាក់ស្ករចូលខ្ញុំប្រើស្ករត្នោតយើងអាចប្រើស្ករសក៏បានស្ករត្នោតបន្ទាប់យើងដាក់អំបិលទុំ
ប់មកយើងដាក់ញ៉ៃដែលយើងបំពងរួចហ្នឹងចូលត្រីរបស់យើងចូលយើងគ្របទុកឲ្យវាចូលជាតិដល់ត្រីរបស់យើងពុះហើយអញ្ចឹងបើសិនជាយើងអត់ត្រូវការដាក់បន្លែបន្ថែមទេប៉ុណ្ណឹងគឺជាការស្រេចប៉ុន្តែខ្ញុំចង់បង្កើនរសជាតិហើយនឹងជីវជាតិនិងមានជាតិបន្លែបន្ថែមទៀតអញ្ចឹងខ្ញុំថែមបន្លែរបស់ខ្ញុំបន្ថែមគឺខ្ញុំមានការ៉ុតហើយនឹងខ្ទឹមបារាំងហើយស្លឹកក្រូចទុករោយពីលើហើយអញ្ចឹងដាក់មកចាត្រីចៀនជូនរបស់យើងក៏បានរៀបចំរួចរាល់អញ្ចឹងសម្រាប់ខ្ញុំត្រូវការដោយសារខ្ញុំហូបជាមួយម៉ែអញ្ចឹងខ្ញុំចង់បានបន្លែអញ្ចឹងខ្ញុំរៀបជារចនាជាបន្លែបែបនេះចាបាត់បង្ហាញតទៅនឹងត្រីចៀនជូនក៏បានចប់សូមអរគុណនិងជួយពោដល់លោកគ្រូ